Hello ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំចេញមកហូបភ្លាសាច់គោហើយខ្ញុំនៅភាគច្រើនធម្មជាតិទាំងអស់បងប្អូនមានគល់សក្ខីម្ទេសស្ពៃក្តោបតសក់ការ៉ុតជីហ្នឹងហើយភាគច្រើនគឺថាធម្មជាតិនៅទឹកដីពេជ្រនិលណាបងប្អូនហើយឥឡូវហ្នឹងកំពុងតែរៀបចំញ៉ាំបាយតោះបងប្អូនញ៉ាំបាយទាំងអស់គ្នាជាមួយខ្ញុំហើយដោយសារតានៅនេះមេឃពេលខ្លះក្តៅមេឃពេលខ្លះត្រជាក់ហើយឥឡូវហ្នឹងកំពុងភ្លៀងបងប្អូនចឹងទៅកាត់វីដេអូនេះកំពុងភ្លៀងស្រិចហើយតោះបងប្អូនចេញឆ្ងាញ់ជាមួយខ្ញុំមានត្រប់ឆាមានភ្លាស៊ីកូហើយនឹងស្ងោរជ្រក់មាន់ប៉ុន្តែស្ងោរជ្រក់មាន់ហ្នឹងនៅម្ងាស់នៅស្វិតណាអត់តន់យកចេញបានទេអត់តន់បានយកមកញ៉ាំទេហើយឥឡូវហ្នឹងក៏ឆេលជាមួយនឹងបងអ្នកនៅយាមដីនៅនឹងទៅហើយហ្នឹងហើយដូចខ្ញុំថាអញ្ចឹងម្ដងថ្ងៃម្ដងភ្លៀងម្ដងមេឃត្រជាក់អញ្ចឹងណាបងប្អូនហើយអញ្ចឹងទៅវីដេអូខ្លះថតទៅវាប៉ះចំមេឃក្តៅអញ្ចឹងទៅពេលខ្លះសទុំអញ្ចឹងទៅពេលខ្លះភ្លៀងហ្នឹងហើយនៅ camping site របស់ខ្ញុំនេះមានដើមឈើច្រើនហើយក៏បានផ្លែខ្លះមកដែរហើយបងប្អូនតនេអាចចេញមកលេងមើលកូនឆ្កែខ្ញុំវារត់តាមខ្ញុំហ៎ឡើងខ្ជូតកូននឹងខ្ជូតមែនតើគេដល់ម៉ោងគេញ៉ៃយប់ឡើងគេដល់ម៉ោងបោះតង់ណា camping ហ្នឹងហើយសូម្បីកូនឆ្កែក៏មានអារម្មណ៍ល្អដែរបងប្អូននេះមើលគេលេងហើយសម្រាប់មកយប់នៅនឹងហើយស្អែកព្រលឹមឡើងក៏ពួកយើងត្រឡប់មកពេញវិញហ្នឹងហើយបងប្អូនតាមផ្លូវហើយខ្ញុំក៏ឆ្លៀតថតវីដេអូចែកជូនបងប្អូនបានទស្សនាថាដំណើរកំសាន្តទៅបោះតង់មកយប់ជាមួយខ្ញុំហ្នឹងគឺមានអីគេខ្លះហើយឥឡូវហ្នឹងមកដល់ផ្ទះវិញហើយបងប្អូនមានអូយស្អីខ្លះទេពេញតែម្លាហ្នឹងឯងពូគាត់អ្នកយាមដីគាត់បេះបន្លែយកផ្លែឈើបន្លែអីពីដីចកាមកហើយមើលកូនខ្ញុំដេកតាមផ្លូវអូយនិយាយទៅវីដេអូនេះកាត់ដើម្បីថាឲ្យបងប្អូនមើលសកម្មភាពខ្ញុំអញ្ចឹងណាហ្នឹងហើយវីដេអូខ្លះក៏ទៅមុខទៅក្រោយដែរហើយដោយសារតាវីដេអូមិនសូវព្រៀងទុកមុនអញ្ចឹងណាដល់ពេលអញ្ចឹងទៅយើងធ្វើទៅវារៀងនេះបន្តិចប៉ុន្តែអត់អីទេបងប្អូនអាចមើលតាមនឹងបានព្រោះមិនមានអីសំខាន់ពិសេសអីទេហើយអូយស្វាយច្រើនណាបងប្អូនឆ្នាំនេះបបោហ្មងនៅផ្ទះដីរបស់ខ្ញុំនេះក៏ពេញក៏ញ៉ាំអត់អស់នៅចកានោះក៏មានច្រើនទៀតយកមកចែកជូនបងប្អូនញ៉ាំប្រហែលគ្រួសារឡើងបបោដែរហ្នឹងណា